និទានរឿងខ្មែរសូមជូនរឿងធ្វើផ្ទះលើផ្លូវខ្មោចសូមចុចទៅលើពាក្យ Subscribe រួចចុចទៅលើរូបសញ្ញាកណ្ដឹងដើម្បីទទួលបាននូវវីដេអូថ្មីៗសូមអរគុណចាស់តែងតែផ្ដាំកូនចៅតគ្នាថាបើសិនជាទិញដីនៅភូមិផ្សេងត្រូវស្គាល់ប្រវត្តិដីនោះឲ្យច្បាស់លាស់ឬក៏សួរចាស់ដែលមានអាយុច្រើននៅក្នុងភូមិនោះនៅព្រឹកមួយនាយឆាតបានជិះឡានជាមួយនឹងប្រពន្ធនិងកូនចេញពីស្រុកកំណើតដើម្បីស្វែងរកដីសម្រាប់សាងសង់ផ្ទះនៅជ្រកចូលភូមិតូចមួយមានផ្លាកដាក់លក់ដីបន្ទាន់គាត់ក៏សម្រេចចិត្តតាក់ទងទៅម្ចាស់ផ្ទះហើយទិញដីនោះដោយគ្មានការស្ទាក់ស្ទើរតំបន់នោះរៀងស្ងាត់បន្តិចហើយនៅដាច់ស្រយាលមានតែផ្លូវតូចនិងព្រៃដាច់នៅជាប់នោះណែអូនសម្លាញ់ដីនេះស្អាតណាស់បងគិតថានឹងសង់ផ្ទះនៅលើដីនេះហើយតែទីនេះស្ងាត់ខ្លាំងណាស់បងតើមានសុវត្ថិភាពទេមិនអីទេបងចង់បានភាពស្ងប់ស្ងាត់តាបឿជាមេភូមិនៅភូមិនេះពេលដែលគាត់ដឹងថាមានអ្នកចម្ងាយមកទិញដីនោះហើយមានបំណងចង់សាងសង់ផ្ទះគាត់ក៏បានមកប្រាប់ឆាតអំពីប្រវត្តិដីនោះណែក្មួយដីកន្លែងនេះមិនធម្មតាទេក្មួយមិនអាចសាងសង់ផ្ទះនៅលើដីនេះទេមានអ្នកមុនមករស់នៅទីនេះប៉ុន្តែគ្រប់គ្នារស់នៅមិនបានទេមានអ្នកខ្លះឈឺអ្នកខ្លះស្លាប់ក្មួយអត់បារម្ភទេខ្ញុំជឿលើខ្លួនឯងពូប្រាប់ដោយក្តីល្អទេបើក្មួយមិនស្ដាប់ពូក៏មិនដឹងធ្វើដូចម្តេចដែរពេលនោះឆាតមិនបានស្ដាប់ការរៀបរាប់របស់ពូបឿទេតែគិតថាជារឿងនិទានមិនជឿនឹងអ្វីដែលពូបឿនិយាយតាវាខ្ញុំឮថាមានអ្នកស្រុកផ្សេងគេមកទិញដីនៅក្នុងភូមិនោះហើយមានគម្រោងចង់សង់ផ្ទះនោះទៀតមែនហើយយាយវាខ្ញុំទើបតែដឹងព្រឹកមិញដែរនឹងហើយចុះតាឯងដឹងរឿងនឹងពីណាដែរមិនមានស្រីក្មេងមកប្រាប់មែនថាខ្ញុំទៅផ្សារព្រឹកមិញនេះហើយអ្នកផ្សារគេប្រាប់ខ្ញុំមានស្រីក្មេងមកពីណាមកប្រាប់ខ្ញុំគឺតាបឿមេភូមិព្រឹកមិញនេះគាត់មកលេងផ្ទះយើងហើយក៏ប្រាប់យើងអំពីរឿងនោះតោះយើងនាំគ្នាទៅប្រាប់ពួកគាត់បន្តិចទៅអំពីរឿងនោះពីព្រោះពួកយើងជាចាស់ទុំនៅក្នុងភូមិនេះហើយក៏ដឹងប្រវត្តិអំពីដីនោះទៀតកុំឲ្យថាចាស់មិនបានប្រាប់ក្មេងយីជោនិងតារុនក៏ដើរតម្រង់ទៅដីនោះពេលគាត់ទៅដល់គាត់បានរៀបរាប់អំពីប្រវត្តិដីនោះដល់ក្រុមគ្រួសាររបស់ឆើតចៅអើយចៅយើងនៅទីនេះយូរហើយដីនេះមានប្រវត្តិមិនល្អទេ